អ្នកបើករថយន្តតាក់ស៊ីល្មមការម្នាក់បានដឹកប្អូនស្រីចេញពីខេត្តស្វាយរៀងគោបំណងមកភ្នំពេញឈប់ម្ដុំចាំចៅមិនទាន់ទាំងដល់គោលដៅផងស្រាប់តែបំរុងធ្វើការបំពេញទៅលើរូបរាងកាយប្អូនស្រីហើយការបើកតាឡានតាមផ្លូវទម្រាំមកដល់ហ្នឹងបងប្អូនប្រិមិត្តគឺរ៉ែរ៉អឯអង្គបំរុងទៅចូលទស្សនៈទេហើយប្អូនស្រីបកាយហើយក៏ឈានទៅដល់ការទះកភ្លៀងប្អូនស្រីពីរកភ្លៀងហើយច្បាច់កប្អូនស្រីថែមទៀតផងចង់ដឹងរឿងរ៉ាវលម្អិតបែបណាសូមបងប្អូនទៅស្ដាប់កិច្ចសភារវាងខ្ញុំជាមួយនឹងគាត់ទាំងអស់គ្នាសប៊ូកក់សក់ Star Care នាំចូលពីប្រទេសអង់គ្លេសផ្កាឈូកព្យាបាលសក់ខូចពណ៌ខៀវព្យាបាលសក់ឡើងព្រេងពណ៌លឿងព្យាបាលសក់អង្គែពណ៌ស្វាយព្យាបាលសក់ជ្រុះទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់ជំរាបសួរបងប្អូនមកជួបបងនេះតើមានបញ្ហាអីខ្ញុំមានបញ្ហាចង់ឲ្យម៉ៃរយុទ្ធធម៌មួយឲ្យខ្ញុំអញ្ចឹងបងរឿងអីដែរបងស្រីខ្ញុំជិះតាក់ស៊ីពីស្វាយរៀងមករហូតដល់ពលានថ្មីហ្នឹងគេចង់បំពេញរូបរាងកាយខ្ញុំបងអញ្ចឹងបងឯងជិះចំតកង់ឡានរកចិត្តគេចង់បំពេញរូបរាងកាយបងឯងហើយបានសម្រេចទេបងស្រីអត់ទោសអត់បានទេបងអត់បានទេពួកយើងប្រកែកបងនៅពេលដែលយើងជិះតាក់ស៊ីហ្នឹងតើសកម្មភាពតកង់ឡានរកចិត្តហ្នឹងគេតែងតែធ្វើដាក់យើងរបៀបមិនខ្លះតម្រុំមកដល់គោលដៅជិះមកដល់តាមផ្លូវហ្នឹងជិះតាមផ្លូវមកបដាហ្នឹងសម្ដីគាត់គឺរបៀបលេបខាយើងចង់បបួយើងចូលផ្ទះសំណាក់បងតែរបៀបឲ្យយើងអត់ចាប់អារម្មណ៍ដល់ថ្នាក់ហ្នឹងយើងក៏អត់ដឹងទៅយើងក៏រហូតដល់ជិះមកដល់ផ្លូវពលានថ្មីហ្នឹងគាត់ធ្វើសកម្មភាពបងធ្វើសកម្មភាពបំពេញលើរូបរាងកាយអនឯងចាបងចាប៉ុន្តែអត់បានសម្រេចទេណាអូនបានសម្រេចទេបងព្រោះអីធ្វើសកម្មភាពហ្នឹងខ្ញុំបតៃបតប់មួយគាត់ហ្នឹងគាត់ចាប់ដើមច្បាច់កខ្ញុំផ្ទះខ្ញុំពីកភ្លៀងច្បាច់កអនឯងទៀតចាបងផ្ទះកភ្លៀងទៀតប្រិមិត្តតកង់ឡានរោគចិត្តហ្នឹងបានធ្វើការបំរុងបំពេញរូបរាងកាយបងស្រីក៏ប៉ុន្តែมันបានសម្រេចទេហើយនៅពេលដែលมันបានអញ្ចឹងក៏បានធ្វើការផ្ទះបងស្រីចំនួន2កភ្លៀងហើយច្បាច់កបងស្រីនៅពេលដែលបងជួបហេតុការណ៍បែបហ្នឹងតើបងធ្វើម៉េចបានរើរួចនៅក្នុងបរិវេណនោះខ្ញុំភ័យដែរបងតែខ្ញុំអត់ហ៊ានរំអត់ហ៊ានអីទេតែដល់ពេលគាត់វាយខ្ញុំហ្នឹងខ្ញុំស្រែកថាថៃបានមកវាយខ្ញុំអញ្ចឹងណាដល់ពេលហើយហ្នឹងគាត់របៀបថាគាត់ខ្ញុំទុកឲ្យគាត់ស្ងប់អារម្មណ៍គាត់ក៏សុំទោសខ្ញុំហ្នឹងហើយបងសុំទោសខ្ញុំដូចគ្មានរឿងអីអញ្ចឹងណាដល់ពេលខ្ញុំក៏ប្រាប់គាត់ថាបើឯងជួយដឹកខ្ញុំមកផ្លូវជាតិលេខ3មកខ្ញុំប្រញាប់ទៅធ្វើការអីអញ្ចឹងអញ្ចឹងបងអូនអាចបញ្ជាក់បន្តិចបានអត់នៅពេលដែលគាត់ដឹកបងឯងតាំងពីស្វាយរៀងរហូតមកដល់កន្លែងទីតាំងតាណាបានគាត់បានធ្វើសកម្មភាពឈប់ឡានបំរុងដេកហើយធ្វើសកម្មភាពអីលើឯងទីតាំងដែលគាត់ធ្វើសកម្មភាពមកលើខ្ញុំហ្នឹងគឺផ្លូវច្រកចូលពលានថ្មីបងគាត់ចំណាយពេលអស់រយៈពេលប្រហែលម៉ោងតាំងពីចេញពីស្វាយរៀងរហូតមកដល់កន្លែងទីតាំងដែលធ្វើសកម្មភាពមុខពលានថ្មីនេះខ្ញុំចេញពីផ្ទះមកម៉ោង4ទៀបភ្លឺមកដល់ផ្លូវពលានថ្មីហ្នឹងម៉ោង7កន្លះបងម៉ោង7កន្លះហ្នឹងហើយតែគាត់ជិះឡានតាមផ្លូវអាកប្បកិរិយាគាត់របៀបម៉េចគឺរបៀបនិយាយលេបខាយើងអីធម្មតាបងអញ្ចឹងបបួយើងចូលនេះចូលនោះអញ្ចឹងបើកឡានអត់ទៅមុខទេចេះតែចង់រេចកោទាញទៅចូលផ្ទះអ៊ំអីចុះមួយចុះពីរអញ្ចឹងទៅថ្ងៃដែលគាត់ធ្វើសកម្មភាពហ្នឹងនៅថ្ងៃទី28បង28ខែ7យើងហ្នឹងទៅបានប្រហែលថ្ងៃហ្នឹងហ៎4ថ្ងៃហ្នឹងហើយចុះបងអូនមានបានទៅដាក់ពាក្យប៉ុណ្ណឹងអត់នៅពេលដែលកើតហេតុភ្លាមរួចកើតហេតុភ្លាមហ្នឹងខ្ញុំមកដល់ផ្ទះហ្នឹងម៉ោង8:09បងខ្ញុំតែប្រាប់បងខ្ញុំថាមានគេវាយខ្ញុំចង់គម្រាមសម្រាប់ខ្ញុំអីអញ្ចឹងណាបាទហើយខ្ញុំក៏ទៅដាក់ពាក្យបណ្ដឹងនៅចោមចៅ2តែចោមចៅ2ហ្នឹងគេអត់ទទួលទេព្រោះអីគេថាខុសខណ្ឌខុសអីគេអញ្ចឹងអញ្ចឹងគេដេញឲ្យខ្ញុំទៅស្រុកកណ្ដាលស្ទឹងព្រោះទឹកដីហ្នឹងមានន័យថាកន្លែងដែលគេធ្វើសកម្មភាពហ្នឹងនៅមុខពលានថ្មីហ្នឹងគឺស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងអញ្ចឹងនៅពេលដែលបងអូនទៅដាក់ពាក្យបណ្ដឹងតើសមត្ថកិច្ចគាត់ទទួលដែរឬទេគាត់ទទួលបងគាត់ទទួលតែថ្ងៃដំបូងហ្នឹងគាត់ធ្វើការដែរតែគាត់របៀបថារៀបចំ plan ឲ្យណាគេជិះតាក់ស៊ីគាត់អញ្ចឹងហ៎បងរៀបគម្រោងឲ្យដែរបងជាទីមេត្រីករណីនេះមានន័យថាអ្នកបើកតាក់ស៊ីរោគចិត្តបានបំរុងធ្វើការណែបណិតលួងលោមប្អូនស្រីដើម្បីបំពេញទៅលើរូបរាងកាយហើយនេះគឺជារូបរបស់តាក់ស៊ីរោគចិត្តណាដែលបានធ្វើសកម្មភាពមកលើប្អូននេះបងប្អូនប្រិមិត្តនេះគឺមានទាំងរូបរថយន្តមានទាំងរូបគេហៅថាតកង់ឡានហ្នឹងមិនធម្មតាណាបងប្អូនលេខសិតតែវាយសិតតែច្បាច់កទៀតនេះចូលលក្ខណៈគេហៅថាគម្រាមឬមួយក៏បង្ខំហើយអញ្ចឹងនៅក្នុងព័ត៌មាននេះតើបងអូនស្រីមានពាក្យពេចន៍អីដើម្បីទទួលស្នើសុំទៅសមត្ថកិច្ចទេបងអូនខ្ញុំចង់ឲ្យសមត្ថកិច្ចរយុទ្ធធម៌ខ្ញុំព្រោះខ្ញុំជាស្ត្រីភេទត្រូវគេវាយហើយនឹងធ្វើបាបអញ្ចឹងខ្ញុំចង់ឲ្យគាត់រយុទ្ធធម៌ឲ្យហៅម្នាក់ហ្នឹងមកបំភ្លឺបងបាទឲ្យដោះស្រាយឥឡូវបងអូនបញ្ជាក់ច្បាស់ណាថាករណីនេះដូចអ្វីដែលអូនឯងលើកឡើងប្រាប់បងច្បាស់ហើយបងច្បាស់ 100% មិនមែនជារឿងប្រឌិតមិនមែនរឿងចេះតែថាអត់ប្រឌិតទេបាទបងសង្ឃឹមថារឿងនេះគឺជារឿងពិតចោះហើយណាមួយធម្មតាបងប្អូនគាត់គឺជាមនុស្សស្រីមិនមែនយកកិត្តិយសគាត់យកមកលាត្រដាងនៅលើបណ្ដាញសង្គមអញ្ចឹងទេអញ្ចឹងប្រសិនបើភាគីដែលជាតកង់រថយន្តតាក់ស៊ីរោគចិត្តបានឃើញព័ត៌មានដែលខ្ញុំផ្សាយជាមួយនឹងបងប្អូនស្រីនេះហើយជួយចេញមកបកស្រាយឬក៏មកតទល់នៅកន្លែងសមត្ថកិច្ចថាហេតុអីបានជាលោកឯងធ្វើសកម្មភាពបែបហ្នឹងសូមបញ្ជាក់បច្ចុប្បន្នបងប្អូនស្រីក៏មានផុសតាងមួយចំនួនដែរនៅពេលដែលលោកឯងបានធ្វើសកម្មភាពកុំគិតថាធ្វើឲ្យលោកឯងដកទូរស័ព្ទគេទុកគេមិនបានថតផុសតាងអីណាសូមជម្រាបហើយបញ្ជាក់ករណីនេះគឺបងប្អូនស្រីបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយបងប្អូនជាទីមេត្រីខ្ញុំសូមសរុបឲ្យបងប្អូនយល់មានន័យថាតកង់រថយន្តតាក់ស៊ីរោគចិត្តម្នាក់
បានធ្វើការដឹកអូនស្រីចេញពីខេត្តស្វាយរៀងគោបំណងមកចុះនៅកន្លែងទីតាំងចំចៅរាជភ្នំពេញណាក៏ប៉ុន្តែមិនបានមកដល់គោលដៅដែលអូនស្រីចង់ទៅទេស្រាប់តែតាក់ស៊ីហ្នឹងបានព្យាយាមបើករេរបំរុងតែចូលផ្ទះសំណាក់រហូតនៅពេលដែលតាមផ្លូវណាបើករហូតមកដល់កន្លែងមុខពលានថ្មីតែតកងឡានដែលជាជនសង្ស័យរោគចិត្តហ្នឹងបានធ្វើសកម្មភាពឈប់រថយន្តមួយផ្លែតហើយប្រាប់អូនស្រីថាបងសុំដេកកន្លះម៉ោងបងទៅមុខឡើងរួចអូនស្រីក៏ប្រាប់ថាបើសិនជាបងឯងឈប់ខ្ញុំសុំធ្វើការចុះឲ្យ booking បោះស្អាតជីផ្សេងហើយស្រាប់តែខាងអរិញនោះថាជីផ្សេងទៅអីបងឲ្យ$10បងសុំដេកតែកន្លះម៉ោងនោះទេមិនបងអូនថាអត់ទេប្រកាសចុះមួយចុះពីរស្រាប់តែមកធ្វើសកម្មភាពច្បាច់កបអូនស្រីមកតំហឹងហើយទះកំភ្លៀងបងអូនស្រី2កំភ្លៀងបងអូនស្រីឃើញបែបនេះបងអូនគាត់មានការស្លន់ដែរស្រាប់តែខាងភីគីតកងរថយន្តរោគចិត្តនោះក៏មើលទៅដូចបែបញាក់រលឹកខ្លួនឯងមកវិញណាក៏លើកដៃសាពះសុំទោសបងអូនស្រីឃើញស្ថានភាពបែបហ្នឹងក៏ប្រើយុទ្ធសាស្ត្រមួយមានន័យថាតិចសិនណាមិនបាច់ច្រឡោតមិនបាច់ខឹងអីទាំងអស់ក៏បានធ្វើការមិនអីទេលក្ខណៈបែបធ្វើមិនខឹងមិនសប្បាយទេហើយក៏ធ្វើការលួងលោមគាត់ប្រាប់គាត់ថាបងជូនខ្ញុំទៅផ្លូវជាតិលេខ3ព្រោះខ្ញុំប្រញាប់ធ្វើការខាងជនសង្ស័យដែលជាតកងឡានរោគចិត្តក៏លើអញ្ចឹងគាត់ថាលេខអីយ៉ាងទៅហើយទូរស័ព្ទក៏គាត់ដកទុកអីដកទុកអញ្ចឹងណាក៏បានធ្វើការដប់បងអូនស្រីដល់ផ្លូវជាតិលេខ3ហើយបងអូនស្រីក៏បន្ទាប់ពីដល់កន្លែងគោលដៅរួចគាត់មានការភ័យស្លន់ស្លោខ្លាំងមែនទែនធម្មតាគាត់គឺជាមនុស្សស្រីហើយត្រូវបានមនុស្សប្រុសដែលមិនដែលស្គាល់គ្នាទាល់តែសោះហើយមកធ្វើសកម្មភាពបែបហ្នឹងដាក់គាត់ឥឡូវនេះគាត់បានដាក់ពាក្យបណ្ដឹងហើយក៏រងចាំតែខាងភីគីដែលជាតកងរថយន្តរោគចិត្តហ្នឹងធ្វើការចូលខ្លួនតែប៉ុណ្ណោះបើសិនបើមិនចូលខ្លួនទេសមាជិកគេនឹងធ្វើការតាមចាប់ឬមួយក៏ស្រាវជ្រាវជុំវិញនឹងករណីជាពុកខានព្រោះមិនធម្មតាណាបងប្អូនប្រិមិត្តករណីនេះគឺវាចូលលក្ខណៈបំពេញទៅលើរូបរាងកាយរបស់គាត់ហើយបាទហើយគាត់គឺជាមនុស្សស្រីផងកូនគេកូនយើងបងប្អូនគេបងប្អូនយើងបងប្អូនមាននរណាអាចអរិញឲ្យគេធ្វើបាបអញ្ចឹងបានទេអញ្ចឹងជុំវិញព័ត៌មាននេះខ្ញុំបានមានសារៈមកហាន់បៃត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ទទូចជុំវិញព័ត៌មាននេះឲ្យពុកម៉ែបងប្អូនបានដឹងនិងជ្រាបជាព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមខ្ញុំបាននឹងធ្វើការអាប់ដេតឬជារាយការណ៍ព័ត៌មានជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាបន្តទៅទៀតខ្ញុំបានមានសារៈសូមអរគុណនិងសូមគោរពលា